បានសម្រាប់ខ្ញុំគិតថាវាជាការលំបាកមួយណាស់នៅក្នុងការរកស៊ីនៅក្នុងវិស័យអនឡាញដោយសារគ្រប់ផលិតផលទាំងអស់អ្នកលក់ទាំងឡាយក៏តែងតែមានប្រម៉ូទនិងមានសិល្បៈនៃការនិយាយដើម្បីឲ្យភ្ញៀវគាត់មានចំណាប់អារម្មណ៍ទៅលើផលិតផលរបស់គាត់ពីសេវាកម្មផ្សេងរបស់គាត់ដើម្បីឲ្យគាត់យល់ពីលក្ខណៈបច្ចេកទេសនិងការប្រើប្រាស់នៃអំពូលសូឡាខ្ញុំសម្រាប់ជាគំនិតរបស់ខ្ញុំគិតថាអំពូលសូឡាទាំងអស់នៅលើទីផ្សារតែងតែមានគុណភាពគ្រប់ម៉ាកយីហោហេតុអ្វីបានជាខ្ញុំនិយាយអញ្ចឹងចំពោះអំពូលសូឡាបើសិនណាជាយើងប្រើប្រាស់ទៅតាមលក្ខណៈបច្ចេកទេសទៅតាមទីតាំងដែលយើងដំឡើងទៅសមស្របមានពន្លឺថ្ងៃគ្រប់គ្រាន់ខ្ញុំគិតថាអំពូលទាំងអស់សុទ្ធតែមានគុណភាពសម្រាប់ខ្ញុំចង់បង្ហាញទៅលើអំពូលមួយប្រភេទរបស់ខ្ញុំដែលខ្ញុំមកបង្ហាញគឺអំពូល100វ៉ាត់ដែលមានកម្លាំងផ្ទាំងវាគឺ6វ៉ុល12វ៉ាត់និងថ្ម8000មីលីអាំពែម៉ោងខ្ញុំគិតថាប្រព័ន្ធសូឡាវាមានកត្តាច្រើនពាក់ព័ន្ធជាមួយគ្នាទី1បច្ចេកទេសទី2ទីតាំងអ្វីដែលអ្នកផ្គត់ផ្គង់គាត់គិតមកបែបនេះខ្ញុំគិតថាគឺសមស្របទៅនឹងបច្ចេកទេសនៅទំហំថ្មទំហំក្របអំពូល LED គឺវាអាចភ្លឺបានរហូតទល់ភ្លឺអ្វីដែលគាត់ធ្វើឡើងគឺធ្វើឡើងតាមលក្ខណៈបច្ចេកទេសទី2គាត់ធ្វើតាមលក្ខណៈបច្ចេកទេសរួចមកហើយតែបើសិនណាជាយើងយកមកប្រើប្រាស់ទិញយកទៅប្រើប្រាស់បើយើងមិនបានគិតទៅលើកត្តាមួយទៀតគឺការស្រូបពីពន្លឺព្រះអាទិត្យព្រោះថាថាមពលអំពូលសូឡាវាតាក់ទងទៅនឹងថាមពលពន្លឺព្រះអាទិត្យបើសិនជាការទាំងដែលគេកំណត់មករួចហើយគឺ6វ៉ុល12វ៉ាត់វាមានកម្លាំងពេញទៅនឹងថ្ម8000មីលីអាំពែម៉ោងគឺវាពេញវាស័ក្តិសមនឹងបច្ចេកទេសវាអាចនឹងភ្លឺបាន8ទៅ12ម៉ោងភ្លឺទល់ភ្លឺទៅតាមកម្រិតនៃពន្លឺទំហំរបស់អំពូលដែលគេកំណត់មកហើយអ្វីដែល supplier គិតគឺខ្ញុំថាគិតត្រូវទាំងអស់ដល់ខ្ញុំសំអាងទៅលើគាត់ធ្វើឡើងដោយបច្ចេកទេសគាត់មិនដែលគិតពីអំពូលដែលអត់គុណភាពទេបើសិនជាគាត់ធ្វើមកអត់គុណភាពគាត់ផលិតលក់ឲ្យអ្នកណាទៀតអ្នកណាចង់ទៅទិញប្រើប្រាស់របស់គាត់ទៀតអញ្ចឹងគាត់នឹងខាត់បង់នៅពេលវេលាខាត់បង់នៅការចំណាយផ្សេងជាច្រើនសម្រាប់គាត់សម្រាប់ខ្ញុំជាការរីកខមមិនរបស់ខ្ញុំគិតថាសមស្របគឺអំពូលសូឡា6វ៉ុល12វ៉ាត់និងថ្ម8000មីលីអាំពែម៉ោងគឺសមស្របអាចប្រើបានគុណភាពល្អទី2គឺតាក់ទងទៅលើនឹងបច្ចេកទេសមួយទៀតគឺវាតាក់ទងទៅលើនឹងថាមពលពន្លឺព្រះអាទិត្យប្រសិនណាបើជាផ្ទាំងនឹងមានសមត្ថភាពឆាចទៅលើថ្មគ្រប់គ្រាន់តែបើសិនណាជាវាអត់មានពន្លឺព្រះអាទិត្យឬក៏មេឃសង្គមមានន័យថាវាកម្លាំងប៉ុន្មានក៏ដោយវាអាចឆាចទៅគ្រប់បាន6វ៉ុល12វ៉ាត់នោះទេគឺវាវ៉ុលវ៉ាត់នឹងធ្លាក់ទៅតាមនឹងពេលណាដែលមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់វានឹងឆាចទៅគ្រប់គ្រាន់អញ្ចឹងជាការរីកខមមិនមួយទៀតដើម្បីឲ្យអំពូលសូឡាមួយប្រើទៅមានរយៈពេលយូរគុណភាពល្អខ្ញុំគិតថាប្រសិនបើជាពេលមួយឬក៏ថ្ងៃណាមួយបើសិនជាថាមពលពន្លឺព្រះអាទិត្យវាមិនសូវមានគ្រប់គ្រាន់មកឲ្យផ្ទាំងជាយោបល់ខ្ញុំ
សម្រាប់ដែលអតិថិជនជាច្រើនដែលគាត់មានអំពូលសូឡាច្រើនឬក៏មធ្យមខ្ញុំគួរតែ recommend មួយគឺលក្ខណៈគួរតែបើកឆ្លាស់គ្នាកុំបើករហូតព្រមគ្នានឹងទុករយៈពេលយូរព្រោះនៅលើតេឡេសិតតែបានគេកំណត់ set នៅលើម៉ោងនិងពេលវេលារួចហើយបើសិនណាជាមិនមានពលឺថ្ងៃគ្រប់គ្រាន់ជាយោបល់ខ្ញុំអាចបើកទៅពាក់កណ្ដាលយប់អីបានហើយដើម្បីអីរក្សា energy នៅក្នុងថ្មឲ្យវាមានកម្លាំងស្តុកទុកសម្រាប់ប្រើប្រាស់បានយូរហើយសម្រាប់ខាងខ្ញុំមាននាំអំពូលជាច្រើនប្រភេទចូលមកមានទាំងតួ ABS និងតួ Aluminium ប្រភេទ Blue Carbon និង Street Line ហើយតម្លៃមានចាប់ពី$10រហូតទៅដល់$80ទៅតាមលក្ខខណ្ឌទៅតាមទីផ្សារបច្ចុប្បន្នហើយញ៉ាំអីគេគុណភាពតែងតែមានជានិច្ចគ្រប់សូឡាខ្ញុំរីករាយក្នុងការរិះគន់ក្នុងន័យស្ថាបនាទៅលើលក្ខណៈបច្ចេកទេសនៃផ្នែកអំពូលសូឡា